បាទសូមជម្រាបសួរបងប្អូនទាំងអស់ជាទីគោរពស្រឡាញ់រាប់អានវគ្គបន្ទាប់នេះខ្ញុំសូមលើកយករឿងមួយដែលមានចំណងជើងថាប្រវត្តិបទចម្រៀងស្នេហាសាយ៉ូណារ៉ាមុននឹងនិយាយដល់ប្រវត្តិនៃបទចម្រៀងនេះខ្ញុំសូមរំលឹកឡើងវិញពីអនុស្សាវរីយ៍ដ៏ល្អមួយដែលកើតឡើងនៅក្នុងឆ្នាំ2000នៅឆ្នាំមួយដែលខ្ញុំបានមានឱកាសទទួលបានអាហារូបករណ៍រៀននៅប្រទេសជប៉ុនក្នុងរយៈពេល2ខែនៅក្នុងដំណើរការនៃការសិក្សានោះមានកម្មវិធីមួយដែលជាផ្នែកមួយនៃសកម្មភាពនៅក្នុងថ្នាក់រៀនគឺគេហៅថាAngel Friend ដែលយើងបកប្រែជាភាសាខ្មែរកម្មវិធីមិត្តទេវតានៅក្នុងកម្មវិធីនេះគឺតម្រូវឲ្យសិស្សម្នាក់ត្រូវចាប់ឆ្នោតជ្រើសរើសបាទចាប់ឆ្នោតដោយចៃដន្យចឹងទៅហើយជ្រើសរើសបាននរណាចាប់ចំអ្នកណាគឺយើងត្រូវធ្វើជាមិត្តទេវតាសម្រាប់អ្នកនោះចឹងពេលដែលថ្នាក់រៀនរបស់ខ្ញុំមានសមាជិក80នាក់ចឹងយើងចាប់ឆ្នោតពីលេខ1ដល់80ចឹងទៅហើយខ្លួនយើងលេខប្រមាណអានឹងជាអាកម្បាំងរបស់យើងពេលយើងចាប់ចំបានលេខប្រមាណយើងត្រូវតាមថែរក្សាអ្នកដែលយើងចាប់បាននឹងប៉ុន្តែដោយសារជា Angel Friend ឬមិត្តទេវតាមានន័យថាយើងណាមិនអាចបង្ហាញឲ្យបុគ្គលម្នាក់នឹងដឹងថាយើងជានរណាទេចំពោះសកម្មភាពដែលយើងថែរក្សាមានន័យថាយើងត្រូវសរសេរលិខិតលើកទឹកចិត្តសម្រាប់ផ្ញើទៅកាន់បន្ទប់របស់គាត់ជារៀងរាល់អាទិត្យឬប្រសិនបើយើងឧស្សាហ៍ជារៀងរាល់ថ្ងៃយើងត្រូវចេះរៀបចំអំណោយណាមួយជូនទៅដល់គាត់នៅក្នុង2សប្តាហ៍ម្ដងជាដើមជាទូទៅសាលាគេបានណែនាំយើងថាក្នុងមួយអាទិត្យយើងត្រូវសេរសបត់ប្រមាណដងលើកទឹកចិត្តគាត់ឬក៏យើងត្រូវទិញអំណោយស្អីប្រមាណដងអីចឹងណាហើយខាងសាលាគេមានកញ្ចប់ថវិកាសម្រាប់យើងបាទដើម្បីយើងធ្វើសកម្មភាពសម្ដែងការយកចិត្តទុកដាក់ដល់បុគ្គលម្នាក់នឹងអញ្ចឹងនៅក្នុងដំណើរការសិក្សានៅទីហ្នឹងយើងអាចរៀនដោយសប្បាយព្រោះនឹងមានមនុស្សម្នាក់តាមយកចិត្តទុកដាក់ឬថែរក្សាយើងហើយសម្រាប់អ្នកគ្រប់គ្រងគឺគេដឹងណាគេនឹងតាមដានរបាយការណ៍ឬក៏សកម្មភាពដែលយើងធ្វើយកក្នុងការយកចិត្តទុកដាក់ឬក៏ថែទាំមិត្តភ័ក្តិរបស់យើងនឹងអញ្ចឹងមានន័យថាមិនមែនយើងចាប់ឆ្នោតចំម្នាក់នឹងហើយយើងអត់ចូលចិត្តយើងអត់អាចអត់យកចិត្តទុកដាក់ចំពោះគាត់បានទេនេះជាភារកិច្ចដែលយើងត្រូវតែធ្វើប៉ុន្តែពិតប្រាកដណាស់យើងអាចធ្វើលើសនឹងឬក៏ច្រើនជាងនឹងនៅទីនេះខ្ញុំចង់មានន័យថាជួនកាលយើងចាប់ចំបុគ្គលម្នាក់ហ្នឹងយើងថែទាំគាត់ហើយប៉ុន្តែយើងចាប់អារម្មណ៍ស្រឡាញ់អ្នកណាមួយនោះយើងក៏យកចិត្តទុកដាក់ថែទាំម្នាក់នោះបន្ថែមទៀតចឹងមានន័យថាខ្លួនយើងម្នាក់យើងអាចទៅថែទាំមនុស្ស2នាក់បានណាព្រោះគេអត់តម្រូវឲ្យយើងបង្ហាញថាខ្លួនយើងជានរណាអញ្ចឹងយើងក៏យកចិត្តទុកដាក់ថែទាំគាត់ទៅលុះដល់ពេលដែលយើងរៀនចិត្តចប់ទើបដល់ដំណាក់កាលដែលត្រូវប្រកាសប្រាប់ណាថាយើងជានរណាដើម្បីឲ្យបុគ្គលម្នាក់នឹងដឹងបាទអញ្ចឹងពេលដែលខ្ញុំចូលរួមវគ្គហ្នឹងខ្ញុំក៏មានសំណាងចាប់ឆ្នោតចំបុគ្គលម្នាក់គាត់ជាបាទនារីម្នាក់គាត់ជាសិស្សមកពីប្រទេសម៉ាឡេស៊ីអញ្ចឹងខ្ញុំក៏យកចិត្តទុកដាក់ចំពោះគាត់អីចឹងទៅតាមអ្វីដែលគេណែនាំហើយយើងអាចធ្វើអ្វីៗកាន់តែពិសេសទៀតដែលយើងអាចធ្វើបានដើម្បីផ្ដល់ការយកចិត្តទុកដាក់ដល់គាត់បាទអញ្ចឹងតាមរយៈសកម្មភាពនេះខ្ញុំហើយនឹងគាត់មានន័យថាយើងអាចជាមិត្តភ័ក្តិដ៏ល្អនឹងគ្នាហើយយើងអត់ស្គាល់គ្នាទេនៅវគ្គដំបូងរហូតដល់ចប់ណាទើបគាត់អាចស្គាល់ខ្ញុំបានច្រើនដោយសារយើងបង្ហាញខ្លួនហើយនៅពេលនោះហើយដែលខ្ញុំបានផ្ដល់ឲ្យគាត់ឬក៏សរសេរអត្ថបទមួយជូនគាត់នៅបទចម្រៀងមួយគឺប្រវត្តិនៃបទចម្រៀង Sayonara វាជាចម្រៀងមួយរបស់ជនជាតិជប៉ុនដែលលំនាំកើតចេញពីរឿងពិតហើយខ្ញុំបានផ្ដល់ឲ្យគាត់ហើយក៏ក្លាយជាអនុស្សាវរីយ៍មួយដែលប្រហាក់ប្រហែលគ្នានៅទីនេះខ្ញុំគ្រាន់តែចង់និយាយថាមរតកល្អៗនៃអតីតកាលយើងអាចផលិតវាសារឡើងវិញជាមួយមនុស្សជំនាន់ក្រោយអញ្ចឹងពេលដែលយើងផលិតវាជាមួយមនុស្សជំនាន់ក្រោយអាចនឹងធ្វើឲ្យមនុស្សជំនាន់ក្រោយសប្បាយចិត្តរំភើបចិត្តដូចនឹងសម័យដើមដំបូងបង្អស់ដូចគ្នាបាទចឹងឥឡូវនេះខ្ញុំសូមនិយាយរឿងSayonara ឲ្យអ្នកទាំងអស់គ្នាស្ដាប់សិនបាទចំពោះរឿងSayonaraនេះវាគ្រាន់តែជារឿងស្នេហាមួយដ៏សាមញ្ញដែលកើតមាននៅក្នុងសម័យសង្គ្រាមលោកលើកទី2
ចឹងនៅសង្គ្រាមលោកលើកទី2មានទាហានអាមេរិកកាំងម្នាក់គាត់បានស្រឡាញ់នារីជនជាតិជប៉ុនមួយរូបអ្នកទាំងពីរបានស្រឡាញ់គ្នាទៅវិញទៅមកដោយភាពថ្លៃថ្នូរណាយ៉ាងល្អគួរជាទីគោរពនៅពេលដែលសង្គ្រាមលោកលើកទី2បានបញ្ចប់ទាហានអាមេរិកនោះត្រូវបានគេបញ្ជាឲ្យចាក់ចេញពីប្រទេសជប៉ុនទៅកាន់សហរដ្ឋអាមេរិកវិញគាត់បានស្នើនារីជាជនជាតិជប៉ុននោះឲ្យចាក់ចេញទៅប្រទេសអាមេរិកជាមួយគាត់ប៉ុន្តែនារីជនជាតិជប៉ុននោះគាត់បដិសេធជាដាច់ខាតគឺគាត់មិនចាក់ចេញចោលពីប្រទេសជប៉ុនរបស់គាត់ឡើយគាត់នៅតែមានឆន្ទៈធ្វើសកម្មភាពគ្រប់យ៉ាងដើម្បីជួយដល់ប្រទេសជប៉ុនរបស់គាត់ដែលចាញ់សង្គ្រាមអញ្ចឹងនៅថ្ងៃដែលទាហានអាមេរិកនោះចាក់ចេញពីប្រទេសជប៉ុននារីជនជាតិជប៉ុននោះគាត់ក៏បានតាក់តែងបទចម្រៀងមួយបទដែលមានចំណងជើងថា Sayonara ហើយនាងបានច្រៀងបទចម្រៀងនេះនៅឯអាកាសយានដ្ឋាននៅពេលដែលទាហានអាមេរិកនោះគាត់ត្រូវឡើងយន្តហោះទៅអាមេរិកវិញពេលដែលនាងច្រៀងបទចម្រៀងហ្នឹងណានាងបានទទួលជំនួយពីក្រុមត្រែរបស់ទាហានប្រគំភ្លេងហើយនាងអាចច្រៀងអញ្ចឹងពេលដែលនាងបានច្រៀងបទចម្រៀងហ្នឹងណាវាបានធ្វើឲ្យអ្នកស្ដាប់ទាំងឡាយរំភើបចិត្តគ្រប់គ្នាបាទអញ្ចឹងពេលដែលនាងច្រៀងបទហ្នឹងបរោះនឹងឡើងយន្តហោះបាទអញ្ចឹងធ្វើឲ្យមនុស្សទាំងឡាយចាប់អារម្មណ៍ដល់ប្រវត្តិស្នេហារបស់អ្នកទាំងពីរហើយវាបានคล้ายទៅជារឿងនិទានដ៏ល្អមួយសម្រាប់មនុស្សជំនាន់ក្រោយដែលរំលឹកដល់អនុស្សាវរីយ៍នៃស្នេហាដ៏ផូរផង់មួយដែលអ្នកទាំងពីរមានក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកប៉ុន្តែសុទ្ធតែមានឆន្ទៈណាស្រឡាញ់ប្រទេសជាតិដូចគ្នាបាទហើយបន្ទាប់ទៅទៀតនេះបាទទោះបីស្នេហារបស់ពួកគេមិនបានជោគជ័យប៉ុន្តែសកម្មភាពរបស់ពួកគេគឺជាមរតកដែលដាស់តឿនពួកយើងឲ្យចេះស្រឡាញ់ជាតិមាតុភូមិមិនយកស្នេហាជាអត្ថិភាពចម្បងអូខេហើយក៏វាពហិនយើងផងដែរឲ្យស្គាល់អំពីកាតព្វកិច្ចនិងទំនួលខុសត្រូវដែលយើងត្រូវធ្វើចំពោះជាតិមាតុភូមិនិងមនោសញ្ចេតនាផ្ទាល់ខ្លួនត្រូវចែកឲ្យដាច់ស្រឡះបាទអញ្ចឹងបន្ទាប់ទៅទៀតនេះខ្ញុំសូមលើកបង្ហាញនៅការបកប្រែដែលជាខ្លឹមសារនៃអត្ថន័យបទចម្រៀងអញ្ចឹងសម្រាប់បទចម្រៀង Sayonara ហ្នឹងអត្ថន័យវាអត់មានអីពិសេសនិងស៊ីជម្រៅខ្លាំងទេដែលយើងអាចស្ដាប់នៅពេលនេះដូចតទៅបាទSayonara ភាសាជប៉ុនមានន័យថាលាហើយសូមបងខ្សឹបដាក់ត្រចៀកអូននៅពាក្យថា Sayonara ហើយសូមបងកុំយំឲ្យសោះពេលដែលបងចាក់ចេញពីអូនទៅតើយើងទាំងពីរពិតជាលែងមានឱកាសដើម្បីមើលផ្កាសាគូរ៉ារីកជាមួយគ្នាតទៅទៀតមែនឬតើយើងទាំងពីរពិតជាលែងមានឱកាសដើម្បីគយគន់ណាមើលផ្ទៃមេឃមួយដ៏ល្អផូរផង់ជាមួយគ្នាតទៅទៀតមែនឬSayonara Sayonara លាហើយ Sayonara ប្រសិនបើយើងពិតជាត្រូវតែបែកគ្នាយ៉ាងដូច្នោះមែនណាបងត្រូវតែញញឹមដាក់អូនពេលដែលបងចាក់ចេញពីអូនទៅកុំយំឲ្យសោះទោះបើយើងគ្មានឱកាសដើម្បីមើលផ្កាសាគូរ៉ារីកជាមួយគ្នាតទៅទៀតទោះបើយើងគ្មានឱកាសដើម្បីសម្លឹងមើលផ្ទៃមេឃដ៏ល្អផូរផង់មួយជាមួយគ្នាតទៅទៀតក៏យើងនៅតែមានសេចក្តីស្រឡាញ់មួយដ៏ល្អជាមួយគ្នារួចជាស្រេចទៅហើយដែរ Sayonara Sayonara លាហើយបាទឥឡូវនេះសូមអ្នកទាំងអស់គ្នាសមាសម័យទៅដល់វាយន្តហោះហើយអង្កេតមើលណាសាកសម័យទៅឃើញគូស្នេហ៍មួយគូគេអោបថើបលាគ្នាហើយបន្ទាប់មកតួអង្គប្រុសណាដែលជាទាហានឡើងយន្តហោះហើយតួអង្គស្រីក៏បានច្រៀងចម្រៀងមួយបទដែលមានចំណងជើងថា Sayonara បាទអញ្ចឹងសូមស្ដាប់បទ Sayonara ទាំងអស់គ្នាដូចតទៅ
បាទបន្ទាប់មកបទចម្រៀងសាយនរាក៏បានល្បីល្បាញតាំងពីជំនាន់នោះមកបច្ចុប្បន្ននេះបទចម្រៀងសាយនរានេះចំពោះទំនុកបទភ្លេងបាទត្រូវបានប្រទេសមួយចំនួននៅជុំវិញពិភពលោកបានយកទៅប្រើប្រាស់ហើយតាក់តែងជាទំនុកច្រៀងទៅតាមភាសានៃប្រទេសរបស់ពួកគេរៀងៗខ្លួនបទចម្រៀងសាយនរានេះក៏មានឥទ្ធិពលមកលើប្រទេសកម្ពុជាដែរគឺត្រូវបានអ្នកចម្រៀងខ្មែរបានប្រើភ្លេងនោះដោយប្រគំជាភ្លេងត្រែទាហានតែម្ដងហើយអត្ថន័យស្រដៀងនឹងចម្រៀងជាភាសាអង់គ្លេសបាទហើយច្រៀងនៅចំនួនឆ្នាំ1970ជាដើមសម្រាប់មនុស្សខ្មែរឬក៏ប្រទេសកម្ពុជាចំនួនឆ្នាំ1990បទចម្រៀងសាយនរានេះគឺពួកយើងនិយមដាក់វានៅផ្នែកខាងចុងបញ្ចប់នៃខ្សែភាពយន្តឬក៏ចុងបញ្ចប់នៃខ្សែវីដេអូអនុស្សាវរីយ៍អាពាហ៍ពិពាហ៍ជាងប្រសិនបើយើងមើលកាសែតវីដេអូរៀបការរបស់ជនជាតិខ្មែរចំនួនឆ្នាំ1990ជាទូទៅចុងបញ្ចប់ច្រើនតែបញ្ចប់ដោយបទចម្រៀងសាយនរាក្រៅពីអ្នកចម្រៀងខ្មែរនៅចំនួនឆ្នាំ1970ដែលបានច្រៀងបទចម្រៀងហ្នឹងក៏មានអ្នកចម្រៀងខ្មែរនៅចំនួនឆ្នាំ1998បានច្រៀងសារឡើងវិញផងដែរបាទចឹងសម្រាប់បទភ្លេងគឺរក្សាដដែលហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចគ្រាន់ថាស្ដាប់យកជាបទពិសោធន៍តិចៗចឹងវាមិនសូវពីរោះទេណាវារៀងពិបាកស្ដាប់តិចនេះគឺជាបទចម្រៀងខ្មែរដែលច្រៀងដោយអ្នកចម្រៀងខ្មែរចំនួនឆ្នាំ1970បាទអរគុណដែលអ្នកទាំងអស់គ្នាបានយកចិត្តទុកដាក់ស្ដាប់ឥឡូវនេះខ្ញុំសូមសង្ខេបមកវិញដោយបង្ហាញនៅគំរូល្អៗនៃប្រវត្តិបទចម្រៀងសាយនរានេះបាទគំរូល្អដែលខ្ញុំចង់បង្ហាញជូនដល់អ្នកទាំងអស់គ្នាទី1គឺបទពិសោធន៍រៀននៅប្រទេសជប៉ុនដែលគេឲ្យសិស្សទាំងអស់ត្រូវធ្វើខ្លួនជា angel friend ជាមិត្តទេវតាតាមថែរក្សានិងយកចិត្តទុកដាក់នេះគឺជាសកម្មភាពមួយដែលណែនាំដល់និស្សិតពេលដែលចាកចេញពីប្រទេសកំណើតទៅសិក្សានៅប្រទេសមួយផ្សេងមិនមានអ្នកណាយកចិត្តទុកដាក់អាចមានអារម្មណ៍ថាឯកោពេលដែលយើងទៅរៀនតែម្នាក់ឯងក្នុងនាមជាជនជាតិមួយដាច់តែឯងដោយសារថ្នាក់រៀនរបស់ខ្ញុំ80នាក់ហ្នឹងគឺមកពីប្រទេសខុសគ្នា80អញ្ចឹងដល់ពេលយើងឯកោទាំងអស់គ្នាមានកម្មវិធីដែលឲ្យយើងយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមកធ្វើឲ្យយើងមានអារម្មណ៍បាត់បង់នៅភាពភ័យខ្លាចឬក៏ការឯកោហើយយើងមានអារម្មណ៍ថាជីវិតរបស់យើងពេញដោយសម្រស់ព្រោះយ៉ាងហោចណាស់យើងមានមនុស្សអាថ៌កំបាំងម្នាក់ដែលតាមយកចិត្តទុកដាក់ថែរក្សាយើងហើយដែលយើងនឹងមានក្តីសង្ឃឹមមួយគឺយើងនឹងអាចស្គាល់គាត់ថាជានរណានៅថ្ងៃបញ្ចប់បាទនេះគឺជាគំរូមួយនៃរបៀបសិក្សាសម្រាប់បទចម្រៀងសាយនរាយើងគ្រាន់តែអាចទាញជាគំរូល្អមួយថាបទចម្រៀងមួយដែលល្អគឺវាមានតាក់ទងនឹងប្រវត្តិអ្វីមួយជាងនៅពេលខ្លះសម្រាប់ប្រទេសកម្ពុជាយើងក៏មានបទចម្រៀងមួយដែលជាប់ពាក់ព័ន្ធនឹងប្រវត្តិណាមួយមុននឹងចេញជាបទចម្រៀងចឹងប្រសិនបើយើងមានចំណូលចិត្តតាក់តែងបទចម្រៀងឬក៏សរសេររឿងយ៉ាងហោចណាស់ឲ្យវាជាប់តាក់ទងនឹងប្រវត្តិនៃទីកន្លែងណាមួយទៅពេលនោះហើយយើងនឹងអាចរំភើបចិត្តឬក៏សប្បាយចិត្តឧទាហរណ៍បទចម្រៀងខ្មែរព្រែកឯងនៅឆ្ងាយសែនដាច់អាឡ័យ
បាទណាព្រែកឯងឆ្ងាយដាច់អាឡ័យហ្នឹងជាការពិតព្រែកឯងហើយភ្នំពេញវានៅជិតគ្នាទេអ្នកចម្រៀងវានៅភ្នំពេញអញ្ចឹងពេលដែលយើងអ្នកចម្រៀងច្រៀងអ្នកស្ដាប់ពេលខ្លះអត់ដឹងប៉ុន្តែធៀបពិតណាគឺស្នេហារបស់បុរសម្នាក់និងនារីម្នាក់ដែលនៅព្រែកឯងប៉ុន្តែដោយសារស្នេហារបស់ពួកគាត់ត្រូវបានគ្រួសាររារាំងจึงធ្វើឲ្យព្រែកឯងហាក់បីដូចជានៅឆ្ងាយណាហួសជើងមេឃបើប្រៀបធៀបពីភ្នំពេញទៅដល់ព្រែកឯងអញ្ចឹងបុរសនិងស្ត្រីនឹងក៏អាចជួបគ្នាបានទេនៅក្នុងស្នេហារបស់គាត់បានជាអ្នកចម្រៀងច្រៀងបទចម្រៀងព្រែកឯងនៅឆ្ងាយសែនដាច់អាឡ័យអីចឹងទៅបាទសម្រាប់គំរូល្អមួយទៀតដែលជាអត្ថន័យចេញពីបទចម្រៀងគឺចម្រៀងគេបានផ្សារភ្ជាប់នឹងធម្មជាតិនៃប្រទេសជប៉ុនហើយចម្រៀងនោះបង្ហាញពីតួអង្គស្រីដែលមានឆន្ទៈក្នុងការបាត់បង់បុរសម្នាក់ដែលខ្លួនស្រឡាញ់បានន័យថាពួកគាត់ហ៊ានបង្កើតទំនាក់ទំនងគាត់ហ៊ានផ្ដាច់ទំនាក់ទំនងប៉ុន្តែពួកគាត់ទាំងពីរគាត់បានជួបគ្នាដោយភាពបានន័យថាក្តីស្រឡាញ់មិត្តភាពភេទរភាពណាបាទហើយពួកគាត់ក៏បានបែកគ្នាទៅវិញដោយក្តីស្រឡាញ់និងភេទរភាពយ៉ាងល្អដែរចឹងមានន័យថាជួបដោយសប្បាយចិត្តបែកដោយសប្បាយចិត្តជួបដោយស្នាមញញឹមបែកដោយស្នាមញញឹមនេះជាគំរូល្អដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នារៀនចេញពីរឿងពីបទចម្រៀងសាយនារាក៏ប្រវត្តិនៃបទចម្រៀងមួយនេះជាពិសេសតាមរយៈរឿងនឹងដែរក្រៅពីជួបបែកដោយមិត្តភាពនិងស្នាមញញឹមយើងត្រូវបែងចែកឲ្យដាច់រវាងមโนសញ្ចេតនាហើយនឹងមនសិការស្នេហាជាតិព្រោះតួអង្គនៅក្នុងបទចម្រៀងពួកគាត់សុទ្ធតែឲ្យតម្លៃទៅលើប្រទេសជាតិជាអតិភិបធំជាងស្នេហាគាត់អាចរស់បានដោយគ្មានមនុស្សម្នាក់កំដរគាត់ប៉ុន្តែគាត់មិនអាចរស់បានដោយគ្មានប្រទេសកំណើតដ៏ល្អរបស់ពួកគាត់ទេចឹងដូចករណីហ្នឹងបាទខ្ញុំសង្ឃឹមថាពួកយើងទាំងអស់គ្នាកុំប្តេកផ្ដួលជីវិតរបស់យើងដោយសារតែសម្ព័ន្ធភាពនិងទំនាក់ទំនងជាមួយប្រុសម្នាក់ឬស្រីម្នាក់ដែលយើងស្រឡាញ់ណាសង្ឃឹមថាយើងអាចក្លាហានរៀនរស់ដោយមិនបាច់មានបុគ្គលម្នាក់ដែលខ្លួនធ្លាប់តែស្រឡាញ់ដើរកំដរផ្លូវជីវិតរបស់ខ្លួនបាទអញ្ចឹងវាដល់ដំណាក់កាលមួយដូចដែលពួកយើងរៀនដល់ឆ្នាំបញ្ចប់ដែលត្រូវបែកគ្នាខ្ញុំក៏ចង់ឲ្យពួកយើងអាចក្លាហានប្រឈមមុខទទួលយកសេចក្តីពិតហ៊ានក្លាហានដើរចេញពីមិត្តភ័ក្តិណារស់នៅក្នុងស្ថានភាពនៃជីវិតថ្មីមួយណាដោយមិនចាំបាច់មានជំនួយពីមិត្តភ័ក្តិបន្តទៀតអូខេបាទអញ្ចឹងជួបបែកដោយស្នាមញញឹមណាយើងក្លាហានរស់ដោយផ្អែកលើសមត្ថភាពផ្ទាល់ខ្លួនរបស់យើងតែម្នាក់យើងដោយការដែលយើងបានមកជួបគ្នាតែម្នាក់យើងយ៉ាងដូច្នោះដែរបាទសូមអរគុណហើយសង្ឃឹមថាយើងពិតជាអាចទាញប្រយោជន៍ល្អចេញពីស្នាដៃប្រវត្តិបទចម្រៀងសាយនារានេះបាទជម្រាបលា